សួស្តីទាំងអស់គ្នានេះគឺជាវីដេអូបង្ហាញអំពីគ្រឿងបង្គុំនៅក្នុង project drone របស់ខ្ញុំអានេះគឺជា motor Pro Slam 1400 kV យើងត្រូវយកវាទៅបំពាក់ជាមួយនឹងកង្ហារ9 inch ហើយអានេះគឺជា ESC ដែលវា control ទៅលើថាមពលដើម្បីបញ្ជាទៅលើ motor យើងហើយនេះគឺជា ESP32 អានេះប្រភេទ38 pin ដែលមានអក្សរ G អក្សរ G នៅពីលើ board ហ្នឹងហើយយើងក៏អាចប្រើ30 pin ក៏បានដែរប៉ុន្តែវាមានអក្សរ D ពេលខ្លះហើយអានេះគឺជា Arduino Nano របស់យើងដែលយើងយកទៅ control ប្រព័ន្ធបាញ់ថ្នាំហើយនេះគឺជា board L298N driver អាហ្នឹងយើងយកទៅបញ្ជា motor បូមទឹកហើយ sensor យើងគឺយើងប្រើ MPU 6050ក្នុងនេះភ្លេចដាក់រូបឲ្យមើលនេះ motor បូមទឹកយើងប្រើប្រភេទបែបនេះហើយនេះថ្មលីប៉ូដែលយើងបានប្រើដែលមាន capacity វា2200 mAh ម៉ោងហើយកម្លាំងវាអាចបញ្ចេញបាន 45 C-rate ហើយនេះ tele បញ្ជាទៅលើ drone របស់យើងប្រើ model Fly Sky i6 វាមកជាមួយនឹង receiver មួយនេះអាហ្នឹងតម្លៃរបស់វាខ្ទង់50វាជាងអានេះតួ drone របស់យើងគឺ F450 ហើយអានេះកង្ហារ9 inch នេះកង្ហារ9 inch ហើយនេះគឺជាតារាងតម្លៃសរុបនៅក្នុងមួយ project ហ្នឹងហើយនេះគឺជា circuit drone របស់យើងខ្ញុំសូមបញ្យល់បន្តិចអានេះគឺជា sensor នៅថងនេះ sensor MPU 6050យើងភ្ជាប់វាតែ4ទេទី1គឺជើងតង់ឆុងជើង ground ជើងclock ហើយនិងជើង data ជើងតង់ឆុងគឺយើងយកតង់ឆុងចេញពី ESP 3V នេះទៅចិញ្ចឹមវាភ្ជាប់ ground ជាមួយគ្នាមកហើយជើង clock ត្រូវភ្ជាប់ជាមួយនឹងនេះមើលខ្សៀបខ្វីទៅហើយនេះជើង data យកចេញចូលមកជើង G21 តែនៅក្នុង sequence នេះគេដាក់អក្សរ D21 ដោយសារតែខ្ញុំគូសនៅក្នុង Easy Data វាអត់មានអក្សរ G ទេគឺមានអក្សរ D តំណាងឲ្យ Digital ហើយអក្សរ G ហ្នឹងក៏តំណាងឲ្យជើង GPIO ឬក៏ជើង Digital ដូចតែគ្នាទេហើយនេះគឺជា receiver ពី Tele Fly Sky យើងនេះ receiver មួយនេះនេះអាតូចពណ៌ខៀវហ្នឹងអាហ្នឹង receiver វាអានេះ receiver អញ្ចឹងយើងយក receiver ហ្នឹងមាន6 channel អានេះ channel ទី1រហូតដល់ channel ទី6 channel ទី1យើងភ្ជាប់ទៅអក្សរ G32 G33 G25 G26 នៅក្នុង circuit គេដាក់អក្សរ D ហើយ channel ទី5យើងត្រូវបញ្ជាទៅលើ control ប្រព័ន្ធបាញ់ថ្នាំហើយនេះគឺជា ESC 30R ESC គឺអាពណ៌លឿងមុនហ្នឹងនេះអាពណ៌លឿងនេះ ESC អា ESC ហ្នឹងគឺវាសម្រាប់បញ្ជាទៅលើ motor drone យើងអាខ្សែពណ៌លឿងហ្នឹងខ្សែ signal អាខ្សែពណ៌ក្រហមហ្នឹងអាហ្នឹងខ្សែតង់ចុង 5V ហើយអាពណ៌ខ្មៅនេះគឺខ្សែ ground ដល់ពេលអានេះគឺជាខ្សែតង់ចុង 12V យកចេញពីថ្មហើយអានេះតង់ចុងដែរអានេះ ground អានេះតង់ចុង 12.4V នេះអ្នកនរគ្នាអាចមើលបាន motor ហ្នឹងយើងអាចវាមានផាស3អញ្ចឹងយើងអាច connect វាដើម្បីធ្វើឲ្យ motor ហ្នឹងវិលតាមទិសដៅ clock វិញនិង counter clock វិញបានអ្នកនរគ្នាអាចមើលទៅខ្សែទី1តបែបម៉េចចេញ clock វិញតបែបម៉េចចេញ counter clock វិញអាចមើលជាក់ស្ដែងនៅក្នុងរូបនេះបានចំពោះភ្លើងយកទៅចិញ្ចឹម ESP32 យើងគឺយើងយកចេញពី ESC ទី1គឺយក 5V ទៅចិញ្ចឹមវានៅក្នុងកន្លែងជើងវិញនេះឃើញយើងអស់ខ្សែចូលមកហើយភ្ជាប់ជាមួយនឹង ground ដូចគ្នាហើយមួយវិញទៀតភ្លើង 5V ចេញពី ESC ហ្នឹងក៏យើងយកទៅចិញ្ចឹម receiver យើងដែរនេះយើងយកទៅចូលតង់ឆុងហើយនឹង ground ដូចគ្នាដែរអានេះគឺជា circuit ប្រព័ន្ធបាញ់ថ្នាំយើងប្រើ box converter យើងទម្លាក់តង់ឆុងពី 12.4V ទៅ6V ចឹងដើម្បីយកទៅចិញ្ចឹម Arduino Nano ហើយនឹង board L298N driver នេះយើងអាច
នេះយើងមើលទៅនេះយើងភ្ជាប់ចេញពី channel ទី5សម្រាប់បញ្ជាទៅលើ Arduino ឲ្យ Arduino ហ្នឹងវា generate signal ហើយមកប្រាប់ L 298N driver នេះបញ្ជាលើ motor បូមទឹកអានេះ diagram symbol របស់ motor បូមទឹកយើងអាចមើលទៅ output 3 output 4 គឺយើងតបាត់នេះអាខ្សែពណ៌ក្រហមនឹងខ្សែតង់ស្យុងអាពណ៌ខ្មៅនឹងគឺ ground របស់ motor ហើយអានេះអ្នកគ្នាអាចមើលជាក់ស្ដែងបានយើងតពី EN3 EN4 ចូលមកជើង D4 D2 ហើយជើង signal ពី channel ទី5ពី receiver គឺយើងតមក D7 ឬក៏ជើង digital ទី7របស់ Arduino Nano អានេះរូបរាងដ្រូនរបស់យើងទៅឡើងហើយបញ្ជាអានេះទិសដៅអានេះ motor ទី1 motor ទី2 motor ទី3អានេះ motor ទី4motor ទី1នេះចំពោះនៅក្នុងបច្ចេកខ្ញុំគឺខ្ញុំបានតវាជាតម្រង់ឲ្យវាវិលcounter clock វាគឺវាវិលម្នាក់គឺវាវិលផ្ទុយពីទិសដៅតនិកនីឡូកាហើយអានេះគឺវិល clock វិញអានេះក៏វិល counter clock វិញដល់ពេលអានេះវិលclock វិញមានន័យថាអាពីរនេះទិសដៅវិលដូចគ្នាហើយអាពីរនេះគឺទិសដៅវិលដូចគ្នាអាពីរនេះគឺវិលទិសដៅផ្ទុយពីmotor ពីរនេះអានេះរូបរាងដ្រូនរបស់យើងដំឡើងហើយអានេះ motor បូមទឹកខ្ញុំរុញខ្ញុំរុំกระดาษអាលុយញោមដើម្បីទប់ស្កាត់ការសាយភាគដែនម៉ាញេទិកដែលអាចប៉ះពាល់ទៅដល់ receiver យើងខាងលើនេះដោយសារតែខ្ញុំបានធ្វើតេស្តបង្ហោះទៅនៅពេលដែលខ្ញុំបើកបញ្ជាទៅលើ motor បូមទឹកធ្វើឲ្យ motor ហ្នឹងវាបំភាយដែនម៉ាញេទិកទៅប៉ះពាល់ដល់ signal ទៅលើការបញ្ជារបស់ខ្ញុំអញ្ចឹងទៅខ្ញុំរុំกระดาษអាលុយញោមការពារវាហើយអាខាងលើនេះសម្រាប់គ្រប់គ្រងបាញ់ថ្នាំយើងនេះអាខាងលើនេះអានេះ Arduino Nano អានេះ box converter អានេះ board L 298N driver យើងហើយនេះកង្ហារ9អ៊ីងអ្នកនរគ្នាកង្ហារហ្នឹងទិញប្រយ័ត្នប្រយែងមើលផងអ្នកនរគ្នានៅក្នុងកង្ហារហ្នឹងយើងត្រូវមើលថាកង្ហារហ្នឹងវាប្រើសម្រាប់ counter clock វិញឬក៏ clock វិញដែលគេទៅសេពាក្យកាត់ CW ឬក៏ CCW អ្នកនរគ្នាប្រយ័ត្នប្រយែងពេលទិញត្រូវទិញ clock វិញ2និង counter clock វិញ2ហើយអានេះគឺជាការ control system drone របស់យើងឲ្យវាមានលំនឹងដោយ automatic ដោយយើងប្រើទិន្នន័យចេញពី MPU 6050គឺអានេះអានេះ control signal យើងហើយនៅពេលដែលយើងគុណមេគុណកាបចូលទៅអាហ្នឹងបានកន្សោមសមាមាត្រកន្សោមអន្តេការ៉ានិងកន្សោមដេរ៉ាវ៉ៃឥឡូវខ្ញុំឧទាហរណ៍ថានៅក្នុងរូបនេះប្រព័ន្ធ drone របស់ខ្ញុំបាន set point វាតាម angle roll ហើយនឹង pitch គឺនៅក្នុងចន្លោះបូកដក20ដឺការ៉េអញ្ចឹងដ្រូនរបស់ខ្ញុំគឺមានចលនាលំនឹងបាននៅក្នុងចន្លោះពីបូកដក20ដឺការ៉េឧទាហរណ៍ថាដ្រូនរបស់ខ្ញុំផ្អៀង10ដឺការ៉េអញ្ចឹងបើផ្អៀង10ដឺការ៉េវានឹង process ទិន្នន័យរួមជាមួយនឹងការ response តម្លៃ parameter PID ហ្នឹងហើយវា response ទៅវា process មកនេះវា process មកបើសិនជាឃើញថាដ្រូនរបស់យើងអត់នឹងទេវានឹង feedback negative ចូលមក set point ហើយវានឹង error វានឹងរួមជាមួយនឹងតម្លៃ PID ហ្នឹងវានឹង process ទៅរហូតធ្វើឲ្យដ្រូនរបស់យើងនឹងអ្នកនរគ្នាហើយនេះគឺជាសម័យការ filter យើងទី1សម័យការ filter ហ្នឹងយើង filter ទៅលើ gyroscope ជាមួយនឹង accelerometer gyroscope យើង filter តែបន្តិចទេគឺយើង fil អត់បានដាក់មេគុណធំទេចំពោះ accelerometer យើងព្យាយាមfilter វាដែរដាក់មេគុណឲ្យកាន់តែធំឬក៏បន្ថយមេគុណយើងព្យាយាមមើលទៅលើក្រាបឬក៏ទិន្នន័យដែលវាបោះឲ្យហ្នឹងផ្លាស់ប្ដូរជារៀងរាល់ពេលហ្នឹងគឺអត់ smooth ទេអញ្ចឹងហើយយើងត្រូវការ filter 2អានេះគឺជា filter complementary ហើយសម័យការវាអ្នកនរគ្នាដែលយើង filter ទៅលើតែ angle ទេចំពោះ gyroscope គឺយើងអត់ filter ទេដោយសារតែយើងចង់បានចលនា roll ហើយនឹង pitch ហើយចំពោះ gyroscope គឺយើងអត់ field ទេអញ្ចឹងនេះគឺជាមេគុណ alpha យើង0.9917ហើយយើងបានធ្វើតេស្តឬក៏ serial print នៅក្នុងserial plotter គឺវាឲ្យក្រាបមក smooth មែនsmooth ក្រាប smooth ហ្នឹងចង់បញ្ជាក់ថាទិន្នន័យដែល sensor យើងផ្ដល់ឲ្យហ្នឹងជារៀងរាល់ពេលហ្នឹងគឺវាមានភាពកម្លាតគ្នានឹងខុសគ្នាគឺសឹងតែមិនខុសគ្នាអ្នកនរគ្នាអញ្ចឹងទៅធ្វើឲ្យក្រាបរបស់យើងហ្នឹងគឺវាអត់នេះទេវាអត់ឡើងចុះទេគឺវា smooth ទៅហ្មង